បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីបន្តទៀតហើយសម្រាប់ចែកជូនដល់បងប្អូនអ្នកទស្សនាទាំងអស់គ្នាហើយនេះជាទស្សនវិជ្ជាដែលខ្ញុំបានធ្វើដំណើរទៅលេងប្រាសាទមួយកន្លែងស្ថិតនៅក្នុងខេត្តព្រះវិហារហើយនេះជាទស្សនវិជ្ជាដែលផ្លូវចូលទៅក្នុងប្រាសាទហើយប្រាសាទនេះគឺមានឈ្មោះថាប្រាសាទក្រពុំឈូកបាទហើយបងប្អូនឃើញហើយគឺមានទស្សនវិជ្ជាស្ងៀមស្ងាត់មែនតែនដោយពុំសូវមានបងប្អូនខ្មែរយើងឬក៏ខាងភ្ញៀវជាតិឬអន្តរជាតិអីផ្សេងគាត់មកទស្សនាទេហើយយើងឃើញហើយគឺទស្សនវិជ្ជាស្ងប់ស្ងាត់មែនតែនបាទប្រាសាទក្រពុំឈូកស្ថិតនៅប្រហែល150ម៉ែត្រខាងកើតផ្លូវជាតិលេខ62ក្នុងឃុំរំដោះស្រុករវៀងខេត្តព្រះវិហារដែលមានចម្ងាយប្រមាណ45គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារប្រាសាទក្រពុំឈូកដែលសាងសង់ពីថ្មបាយក្រៀមនិងថ្មភក់នេះត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7នាចុងសតវត្សទី12និងដើមសតវត្សទី13តាមលំនាំរចនាបថប្រាសាទបាយ័នដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាបច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណ12ម៉ែត្រនិងកំពែងព័ទ្ធជុំវិញស្ថិតនៅល្អបង្គួរលើកលែងតែគោបុរៈនៅទិសខាងកើតគឺបែកបាក់ស្ទើរតែទាំងស្រុងបើផ្អែកតាមការស្រាវជ្រាវពីអ្នកបុរាណវិទ្យាប្រាសាទក្រពុំឈូកគឺជាសំណង់ប្រាសាទមិនទាន់សម្រេចចប់សពគ្រប់ដោយផ្អែកតាមការធ្វើកំណាយទៅលើតំបន់នៃប្រាសាទទាំងមូលឃើញថាសសរពេជ្រផ្តែរនិងទ្វារចូលទៅក្នុងប្រាសាទគឺនៅមិនទាន់មានការដាប់ឬឆ្លាក់រចនាលម្អអ្វីនៅឡើយបាទដូចបងប្អូនបានឃើញហើយគឺយើងឃើញនៃតួប្រាសាទឬក៏ច្រកទ្វារចូលគឺមានការបែកបាក់ស្ទើរតែទាំងស្រុងទៅហើយប៉ុន្តែមានកន្លែងខ្លះគឺវានៅល្អបង្គួរបាទហើយខ្ញុំក៏សំណូមពរទៅដល់បងប្អូនដែលចង់ស្គាល់ឬក៏ចង់មកទស្សនានៅប្រាសាទនៅក្នុងខេត្តព្រះវិហាររបស់យើងហ្នឹងគឺមានច្រើនកន្លែងដែរប៉ុន្តែបងប្អូនខ្លះក៏គាត់មិនទាន់បានមកដល់បងប្អូនខ្លះក៏គាត់បានស្គាល់ហើយអញ្ចឹងណាហើយអ្វីដែលសំខាន់គឺយើងឃើញនៃការកសាងប្រាសាទមួយគឺពិតជាអស្ចារ្យមែនទែនសម្រាប់បុព្វបុរសខ្មែរយើងពីមុនហើយយើងសង្ឃឹមថាកូនខ្មែរទាំងអស់នឹងចូលរួមថែរក្សានៅវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរយើងពីមុនអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណសូមជម្រាបលាបាទ